សូមជូនរឿងអ្នកយាមច្រកទ្វារខ្មោចនៅពេលព្រឹកព្រលឹមដ៏ស្ងប់ស្ងាត់កុសលឈរយាមនៅច្រកទ្វារដែលគេបំភ្លេចចោលស្រមោលនៃសត្រូវពួកគេកំពុងឈ្មោះទៅរកឃ្លាំងស្បៀងគាត់មិនអាចប្រយុទ្ធទល់មុខគ្នាទេគាត់ត្រូវប្រើប្រាជ្ញាភ្លើងបញ្ឆោតដើម្បីតាក់ទាញពួកគេឲ្យចូលក្នុងអន្ទាក់ផ្លូវងងឹតនៃប្រាសាទបានក្លាយជាអាវុធរបស់កុសលគាត់រងចាំមួយទល់នឹងច្រើនមិនមែនដើម្បីសម្លាប់ទេគឺដើម្បីពន្យាពេលសំឡេងនៃការតស៊ូបានបន្លឺឡើងពីចម្ងាយជំនួយបានមកដល់ទាន់ពេលវេលាភាពក្លាហានពិតប្រាកដគឺការបំពេញកាតព្វកិច្ចរបស់អ្នកទោះបីជាគ្មាននរណាម្នាក់មើលឃើញក៏ដោយចៅធ្វើបានល្អណាស់កុសលឯងការពារឃ្លាំងស្បៀងនេះតែម្នាក់ឯងខ្ញុំគ្រាន់តែប្រើផ្លូវងងឹតនៃប្រាសាទដើម្បីពន្យាពេលពួកគេប៉ុណ្ណោះលោកមានបញ្ជាការប្រាជ្ញាគឺជាអាវុធដ៏មុតស្រួចជាងដាវឯងគឺជាអ្នកការពារពិតប្រាកដនៃព្រះខ័ន